Bà sư đấy con tao nè bàอย่างไงនេះលោកគ្រូមកបង្ហាញអំពីការផ្ទៀងផ្ទាត់ចម្លើយមកវិធីគុណនិងវិធីចែកបាទឥឡូវកូនមើលកៅឧទាហរណ៍នៅប្រមាណវិធីគុណវិញម្ដងបាទអញ្ចឹងលោកគ្រូឧទាហរណ៍ថា6235គុណនឹង6បាទអញ្ចឹងកូនធ្វើមកវិធីគុណតាមបែបធម្មតាមកអញ្ចឹងកូនហៅលេខពីក្រោមឡើងទៅលើទៅ6 5នោះ30សេលេខ0ត្រូវទុក3 6 8ដង10 6 3ដង18 18បូក3 10 21 21គុណទៅលេខ1ត្រូវទុក2 6 2ដង12 12បូក2 14ទៅលេខ4ត្រូវទុក1 6 6ដង36 36បូក1 37តោះឥឡូវកូនទាំងអស់នេះទៅផ្ទៀងផ្ទាត់ជាមួយលោកគ្រូបាទជាដំបូងកូនធ្វើបូកនៅជួរបាទខាងលើសិនអញ្ចឹងយើងបូកមក6បូក2 8 8បូក3 11 11បូក5បាទ16អញ្ចឹង16ហ្នឹងគឺយើងសរសេរ16បាទអញ្ចឹងបាទ1បូក6ឃើញ7បាទយើងសេលេខ7បន្ទាប់មកយើងបាទមើលនៅជួរទី2បាទ6យើងសារវាលេខតែមួយមកយក6តែម្ដងបន្ទាប់មកយើងយក7គុណ6បាទយើងឃើញ42អញ្ចឹង42យើងយក4បូក2ឃើញ6ឥឡូវយើងមើលទៅចម្លើយយើងម្ដងអញ្ចឹងយើងបូកឃើញថាបាទ3បូក7 10 10បូក4 14 14បូក1 15បាទអញ្ចឹង15យើងយកប៉ុន្មានកូនមើលទាំងអស់គ្នាបាទអញ្ចឹង15យើងយក1បូកជាមួយនឹង5អញ្ចឹងឃើញ6បាទអញ្ចឹងឃើញថាចម្លើយរបស់យើងគឺបាទឃើញ6ដូចគ្នាបាទចម្លើយគឺត្រឹមត្រូវណាកូនតោះឥឡូវកូនទាំងអស់គ្នាបន្តមកប្រមាណវិធីចែកយើងវិញម្ដងយើងមកបាទតោះឥឡូវយើងមើលថាបាទលោកគ្រូឧទាហរណ៍នៅប្រមាណវិធីចែកគឺ6835ចែកឲ្យ4បាទនេះលេខចែករបស់យើងមានសំណល់អញ្ចឹងជាដំបូងទៅមើលខ្ទង់សិនថាលេខ6នឹងចែក4កាត់អត់បាទអញ្ចឹងយើងចែកមកកាត់យកមកខ្ទង់ដាក់បានម្ដងបាទ1 4ដង4ដកមកសល់2តម្លាក់8ដាក់បាន6បាទ7ណាបងប្អូនអរគុណណាបាន7យើង7 4ដង28បាទយើងតែលេខ28មកបាទបន្ទាប់មកយើងធ្វើមកវិធីដកបាទ0 0តម្លាក់3តម្លាក់3ចេះដាច់អត់ទេអញ្ចឹងយើងអាចដាក់បានបាទអញ្ចឹងគឺយើងដាក់បាន0ឬក៏យើងតម្លាក់2ដងតាម0មួយក៏បានដែរអីបាទអញ្ចឹង0ដល់3តម្លាក់5បាទ4ប្រមាណដងស្មើនឹង35អញ្ចឹងយើង4 8បាទ4 8ដង4 8ដង32បាទយើងដកដល់គ្នាមក3 0បាទតោះឥឡូវកូនទាំងអស់នេះទៅព្រៀងផ្ទាត់ជាមួយលោកគ្រូបាទព្រៀងផ្ទាត់ដូចមកវិធីគុណដែរណាតោះឥឡូវកូនបូកនៅតំណាងចែកសិន6បូកបាទ6បូក8 14 14 14បូក3 17 17បូក5 22ខ្ញុំ22យើងសេបាទ22ដូចគ្នាយក2បូក2មកឃើញ4បាទបន្ទាប់មកទៀតអាហ្នឹងយើងបូកបាទផតចែកតែយើងចែកឃើញមិញហ្មងមកបានតោះឥឡូវយើងបាន8បូក7ឃើញ15 15បូក1 16បន្ទាប់មកទៀតកូនត្រូវបូកនៅសំណល់អញ្ចឹងមិញ16បូកនឹង3ឃើញ19អញ្ចឹង19បាទយើង19យក1បន្ទាប់មកយើងបាទដំណើរចែកយើងឃើញបាទ6 4ដង4អញ្ចឹងផតចែកយើងមក4ដែរយើងឃើញ4ដូចគ្នា